สวัสดีครับមកកាន់ Janara Academy សួស្តីបងប្អូនថ្ងៃនេះលោកគ្រូលើកយកលំហាត់មេរៀនទី2ណាមេរៀនសមាមាត្រថ្នាក់ទី9អញ្ចឹងតេស្តមួយមានចំនួន20សំណួរហើយនារីធ្វើត្រូវបាន17សំណួររកភាគរយនៃសំណួរដែលធ្វើត្រូវអញ្ចឹងលំហាត់នេះលំហាត់តូចមួយទេណាតែគាត់លោកគ្រូធ្វើជាវីដេអូសម្រាប់កូនៗណាតែខ្លះដែលគាត់រៀនសរសើរឬគាត់រៀនពិបាកយល់អញ្ចឹងណាចឹងធ្វើវីដេអូសម្រាប់រំលឹកកូនឡើងវិញអញ្ចឹងដើម្បីរកដើម្បីរកភាគរយនៃសំណួរដែលធ្វើត្រូវណាវិចារណារបៀបធ្វើវិចារទីសិនអញ្ចឹងភាគរយសំណួរដែលធ្វើត្រូវគឺស្មើនឹងចំនួនសំណួរណាចំនួនសំណួរធ្វើត្រូវលើចំនួនសំណួរទាំងអស់គុណឲ្យ100%អញ្ចឹងសំណួរដែលធ្វើត្រូវគឺយើងដឹងហើយមានប្រមាណនេះមាន17សំណួរហើយសំណួរទាំងអស់មាន20សំណួរអញ្ចឹងគុណយក17ចែក20គុណឲ្យ100%អញ្ចឹងមានតែប៉ុណ្្នឹងលំហាត់យើងណាអញ្ចឹងយើងមកមើលចម្លើយទាំងអស់គ្នាអញ្ចឹងទី1គុណត្រូវរកភាគរយសំណួរដែលធ្វើត្រូវចឹងភាគរយសំណួរដែលធ្វើត្រូវវាស្មើនឹងចំនួនសំណួរទាំងអស់មាន10ធ្វើត្រូវទាំងអស់មាន17លើសំណួរទាំងអស់មាន20ចឹងគុណឲ្យ100%ចឹងយើងគណនាលេខមកស្មើនឹង85%ដូច្នេះនារីធ្វើត្រូវបាន85%នៃសំណួរទាំងអស់ណាអូខេអញ្ចឹងលោកមានលំហាត់អនុវត្តមួយនៅជំនាញទី1នេះមានសិស្ស6នាក់ធ្លាក់មធ្យមភាពក្នុងចំណោមសិស្ស25នាក់រកភាគរយសិស្សជាប់អញ្ចឹងកូនសាស្ត្ររបស់មកវាខុសពីលំហាត់លើបន្តិចណាអញ្ចឹងគេសួររកភាគរយសិស្សជាប់នេះអញ្ចឹងគេមិនមែនសួររកភាគរយសិស្សធ្លាក់ទេអញ្ចឹងណាអញ្ចឹងកូនគិតបន្តិចមកឲ្យសាកល្បងធ្វើណាអរគុណច្រើនបើមានសំណួរអាចសួរលោកគ្រូបាន